ស្លាប់រាប់ម៉ឺនក្បាលកំពុងតែសម្ងំបង្កើតគ្រួសារនៅតំបន់អភិរក្សទួលពាន់តាលីមើលទៅរំភើបមែនទែនបងប្អូនហើយខ្លះកំពុងតែក្រាបពងខ្លះទៀតកំពុងតែការពារកូនរបស់វាអូយមើលទៅមានក្តីសុខណាស់បងប្អូនមើលមានដឹងឯណានៅចម្ងាយប្រហែលតែ20 គីឡូម៉ែត្រពីទីរួមខេត្តព្រៃវែងហើយសុទ្ធតែសត្វស្លាបបងប្អូនហើយតំបន់នេះមានរាប់សិបប្រភេទមិនដឹងថាយកទៅណាអស់ទេនេះរាប់ម៉ឺនក្បាលកាន់តែគួរឲ្យចាប់អារម្មណ៍ទីតាំងនេះរៀបចំបានត្រឹមត្រូវបងប្អូនមានកន្លែងឲ្យយើងឡើងដើម្បីទៅគយគន់ទេសភាពក៏ដូចជាមើលនៅសត្វទាំងអស់នឹងផ្ទាល់ធម្មជាតិខៀវខ្ចីតែម្ដងបងប្អូនហើយសុទ្ធតែទឹកក្នុងរដូវកាលនៃខែវស្សានេះទេសភាពអស់តបានមកលេងទីតាំងនេះបងប្អូនហើយពិតជាមិនខកបំណងហើយពេលដែលបានមកដល់ហើយអត់ចង់ទៅវិញទេស្រស់ស្អាតណាស់អូយបងប្អូនឡើងល្ងោកល្ងុលចំពោះឲ្យវែងហើយសត្វឲ្យធំឡើងដាំងតែម្ដងណាអានេះយើងឃើញវាហោះនៅលើមេឃបងប្អូនឃើញមិនសូវជាធំទេមកក្បែរមើលគៀកបែបនេះធំណាស់ហើយក៏ស្អាតណាស់ដែរទំហំព្រៃនេះក៏ច្រើនហិកតាទៅទៀតបងប្អូនមិនដឹងទំហំប៉ុណ្ណាទេដឹងតែធំណាស់ធំតតែមែនតែនអាចផ្ដល់ជាទីជម្រកសម្រាប់សត្វស្លាបទាំងអស់នឹងបានណាបងប្អូនធំល្វឹងល្វើយមែនតែនតែម្ដងណាមើលណាទឹកឲ្យពេញព្រៀបបែបហ្នឹងបងប្អូនហើយថាត្រីទៅសបាយសត្វស្លាបដែលចាប់ត្រីយកទៅធ្វើជាចំណីហ្នឹងក៏សបាយខ្វាកជាមួយនឹងទឹកហ្នឹងទៀតហើយបើនិយាយពីរុក្ខជាតិតូចធំបងប្អូនដើមណាក៏មានសម្បុកសត្វដែរហើយសម្បុកនីមួយតែងតែមានពងខែនេះកំពុងពេញពងបងប្អូនមើលណាមានពងមួយពីរនៅតាមសម្បុករបស់វាមេវាក៏កំពុងតែការពារឈ្មោលក៏ហោះចេញទៅរកចំណីអីចឹងទៅមួយយ៉ាងដែរតើណាបងប្អូនធម្មជាតិរបស់សត្វស្លាបទាំងអស់នេះមើលទៅតាក់ទាញគួរឲ្យចាប់អារម្មណ៍ណាស់អត់ធ្លាក់ណាបងប្អូនណោះធម្មជាតិរបស់សត្វវាចេះការពារចេះទុកដាក់វាបានត្រឹមត្រូវណាសម្បុកនៅលើយើងមើលឃើញកដាលវាបងប្អូនហើយខ្យល់មកអត់ធ្លាក់ទេណោះបើខ្ញុំមិនណាស្រីវតែធ្លាក់ពងទេបងប្អូនមើលណាវានៅអំនៅលើសម្បុកនឹងតែម្ដងសំណាងល្អណាស់បងប្អូនហើយមកចំពេលដែលវាសម្រាកនៅនឹងសម្បុកមកអញ្ចឹងឃើញច្រើនឡងស្អុយស្កាស់ឲ្យលហងឲ្យរញងរញីវស្អាតណាស់បងប្អូនហើយបងប្អូនយើងដែលចង់មកទស្សនាសត្វនេះបងប្អូនមកទីតាំងដែលមានកន្លែងយើងឡើងខ្ពស់ទៅឃើញបានច្បាស់បែបនេះមកឲ្យត្រូវម៉ោងបងប្អូនមកថ្ងៃត្រង់ឬក៏រសៀលអីអាចនឹងជួបច្រើនតែបើយើងមកពេលព្រឹកព្រលឹម6 7ព្រឹកអីហ្នឹងវាចេញទៅស៊ីចំណីនៅឆ្ងាយអស់ហើយដល់រកចំណីរួចទៅវាមកវិញហើយបើថាមកឲ្យចំពេញស្អាតតែម្ដងមកដល់ពេញបែបហ្នឹងបងប្អូនមកម៉ោង4ម៉ោង5ល្ងាចដឹងតែជួបតែម្ដងស្អាតណាស់ហើយសត្វទាំងអស់នេះដែលវានៅឈរក្បែរសម្បុកហ្នឹងបងប្អូនគឺវាឈរការពារសម្បុករៀងខ្លួនអញ្ចឹងវាអត់ទុកចោលទេហើយក៏វាអត់ធ្វើឲ្យពងរបស់វាខូចដែរទុករហូតតល់តែញាស់ទៅវារកចំណីមកឲ្យកូនវាបន្តមកទៀតកូនវាធំអាចធ្វើសម្បុកនៅផ្សេងបានបំបែកគ្រួសារតែម្ដងគិតទៅសត្វក៏គេមានរបៀបនៅក្នុងការគ្រប់គ្រងគ្រួសារគេដែរយើងធ្លាប់តែឃើញមន់ទាចាបអីនៅក្បែរផ្ទះបងប្អូនមើលបានចិត្តដល់ពេលសត្វធំសត្វស្លាបជើងវែងសម្បុរសខ្មៅជើងពណ៌លឿងបែបនេះឃើញក្បែរបានបងប្អូនវាអត់ខ្លាចមនុស្សទេយើងអាចនៅក្បែរវាចន្លោះពី4ទៅ5ម៉ែត្រអីហ្នឹងអាចមើលបានច្បាស់តែម្ដងមិនមែនថាយើងទៅក្បែរ4 5ម៉ែត្រជិតវាហើយវាហើរវាហោះអីទេណាអត់សូវជាខ្លាចមនុស្សប្រហែលទេគេអានគ្នាគេច្រើននោះគួរឲ្យចាប់អារម្មណ៍មួយចំណុចបងប្អូនតំបន់ផ្សេងដែលមានសត្វស្លាបបែបនេះរស់នៅគឺវានៅតាមរដូវជួនកាលរដូវប្រាំងវាអត់នៅទេវាមករដូវវស្សាជួនកាលរដូវវស្សាវាអត់នៅទេវានៅរដូវប្រាំងវាមានរបៀបនៅក្នុងការរស់នៅតាមពេលតាមវេលាក៏ប៉ុន្តែតំបន់អភិរក្សសត្វស្លាបពាន់តាលីនេះបងប្អូនគឺវានៅទាំងខួបប្រាំងខួបវស្សាតែម្ដងមកពេលណាក៏ជួបដែរក៏ប៉ុន្តែក្នុងខែវស្សាបែបនេះមកទប់ឃើញច្រើនខ្លាំងនេះហើយបងប្អូនឥទ្ធិពលនៃសត្វស្លាបគ្រាន់តែយើងអភិរក្សការពារវាបានល្អណាមើលណែផ្ដល់នូវទស្សនីយភាពប្លែកគួរឲ្យតាក់ទាញមែនទែនសម្រាប់យើងទៅទស្សនាហើយរត់តែពិសេសតំបន់នេះក្លាយទៅជាតំបន់ទេសចរមួយដ៏សំខាន់នៅក្នុងទឹកដីនៃខេត្តព្រៃវែងផងដែរបងប្អូនមកដល់ទីនេះណាមានទីតាំងខ្ពស់ដើម្បីឲ្យយើងឡើងចណ្ដើរម្ដងមកកម្មទៅដល់លើបានដើម្បីគយគន់ទេសភាពព្រៃឈើរួមជាមួយនឹងសត្វព្រៃដែលវានៅលើចុងឈើទាំងអស់ហ្នឹងហើយមួយទៀតបងប្អូនធ្វើដំណើរមកទីនេះគឺមានក្រុមការងារនៅក្នុងសហគមន៍ណាមានទូកដើម្បីជូនបងប្អូនទៅមើលហើយសំខាន់ណាមិនបាច់ភ័យព្រួយរឿងបន្ទប់ទឹកបត់ដៃបត់ជើងអីទេហើយបន្ថែមមួយចំណុចទៀតបងប្អូនបើសិនជាចង់មើលឲ្យឃើញច្រើនឲ្យពេញតែម្ដងណាមិញប្រាប់បងប្អូនថាម៉ោង6វាចាប់ផ្ដើមចេញទៅប៉ុន្តែបើបងប្អូនអាចណាមកឲ្យបានមុនម៉ោងដែលវាចេញទៅរកស៊ីក៏ល្អដែរមុនម៉ោង6ព្រឹកក៏អាចជួបច្រើនហើយនៅពេលដែលវាត្រឡប់មកវិញពេលល្ងាចម៉ោង4ម៉ោង5ល្ងាចអីហ្នឹងក៏មានច្រើនអញ្ចឹងលើកទឹកចិត្តបងប្អូនយើងមកបើសិនជាមកលេងទីតាំងនេះមកគយគន់នៅសត្វស្លាបទាំងអស់នេះមកឲ្យត្រូវម៉ោងកុំឲ្យខកជើងជួនកាលមកហើយឃើញតិចពេកក៏អត់សូវស្អាតដែរបងប្អូនមកពេលកំពុងតែជ្រងច្រាំងអឿងកងបែបនេះអូយច្រើនណាស់បងប្អូនហើយសត្វហ្នឹងក៏ស្អាតទៅទៀតហើយកុំបារម្ភបងប្អូនមានមន្ត្រីអភិរក្សនៅយាមប្រចាំការ24ម៉ោងតែម្ដងរត់តែពិសេសផ្លូវធ្វើដំណើរមកកាន់ទីតាំងរមណីយដ្ឋានសត្វស្លាបនេះបងប្អូនគឺផ្លូវស្រួលទាំងផ្លូវគោកហើយនិងផ្លូវទឹកហើយបងប្អូនយើងអាចជិះឆ្វែលមើលជុំវិញបានគយគន់ទេសភាពអស់ទោះហើយបងប្អូនហើយបានជិះទូកទេសចរបែបហ្នឹងមើលសត្វស្លាបបែបហ្នឹងអស់ទោះហើយដំណើរកម្សាន្តបែបនេះបងប្អូនយើងមើលបន្ថែមនៅទីតាំងដែលមានបញ្ជាក់ជូននៅក្នុង comment
អរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ក៏អរគុណផងដែរដល់អ្នកសហការនៅក្នុងការផលិតនៅខ្សែវីដេអូមួយនេះអរគុណដល់ថ្នាំដុសធ្មេញ Jensen Mac EE បងប្អូនឥឡូវនេះបើសិនជាមានបញ្ហាក្លិនមាត់ធ្មេញលឿងពិបាកសម្អាតឬក៏មានកំណកកំបោរជាប់ជាមួយនឹងធ្មេញរាប់ខែរាប់ឆ្នាំដុសធ្មេញរាល់ថ្ងៃប៉ុន្តែវាមិនស្អាតដែរបងប្អូនវានៅតែមានជ្រើសរើសយកថ្នាំដុសធ្មេញ Jensen Mac EE ដែលជាជំនាញឯកទេសនៅក្នុងការថែរក្សាមាត់ធ្មេញសម្អាតធ្មេញធ្វើឲ្យសុខភាពមាត់ធ្មេញរបស់យើងល្អប្រើប្រាស់ត្រឹមតែរយៈពេលខ្លីឃើញពីប្រសិទ្ធភាពធ្មេញសស្អាតមានទំនុកចិត្តរាល់ពេលដែលទៅជួបគេនៅខាងក្រៅមួយបំពង់តម្លៃត្រឹមតែ$5ទេបងប្អូនហើយក៏មានច្រើនជម្រើសសម្រាប់បងប្អូនជ្រើសរើសអាចតាក់ទងទិញបានតាមរយៈបណ្ដាតំណែងចែកចាយឬក៏តាក់ទងតាមលេខដែលមានបញ្ជាក់ជូននៅក្នុងវីដេអូនេះឬក៏បងប្អូនអាចតាក់ទងទិញតាមរយៈ Facebook Page EE Black 9ដែលមានសញ្ញា Tick Q ជាសញ្ញាសម្គាល់ជួបគ្នានៅក្នុងវីដេអូក្រោយទៀតសូមជម្រាបលា